សមត្ថកិច្ចបញ្ជាក់ថាការយកទូរស័ព្ទមកថតសមត្ថកិច្ចមិនខុសនោះទេតែត្រូវប្រាប់ពីមូលហេតុដែលចង់ថតសមត្ថកិច្ចជាមុនសិនស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាការយកទូរស័ព្ទមកថតសមត្ថកិច្ចកំពុងតែប្រតិបត្តិការមិនខុសនោះទេតែត្រូវស្នើសុំជាមុនដើម្បីសហការនិងគួរប្រាប់ពីមូលហេតុដែលចង់ថតសមត្ថកិច្ចក្នុងប្រតិបត្តិការណាមួយការបញ្ជាក់របស់ក្រមព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបែបនេះធ្វើឡើងបន្ទាប់ពីគណនី Facebook ឈ្មោះថាម៉ាច័ន្ទបញ្ញាបានចោទសួរថាចុះពលរដ្ឋថតមន្ត្រីសមត្ថកិច្ចសម្រាប់ទុកជាចម្ងល់ខុសរហូតដល់ឲ្យសមត្ថកិច្ចគំរាមលុបចោលនិងចង់យកទូរស័ព្ទទៅឆែកមែនដែរឬទេយោងតាមសេចក្តីស្រាយបំភ្លឺនិងឆ្លើយតបរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី23ធ្នូឆ្នាំ2021នេះបានបកស្រាយថាសមត្ថកិច្ចពុំបានបំពានទៅលើសិទ្ធិឯកជននោះទេកិច្ចប្រតិបត្តិការធ្វើឡើងដោយរូបភាពបើកចំហគ្រប់អ្នកល្មើសច្បាប់ចរាចរណ៍ត្រូវបានឃាត់យានយន្តឈប់និងប្រាប់អ្នកបញ្ជាយានយន្តឲ្យដឹងពីកំហុសជាក់ស្ដែងមុននឹងធ្វើការផាកវិន័យអន្តរកាលចំពោះការយកទូរស័ព្ទមកថតកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចក៏ត្រូវស្នើសុំជាមុនដើម្បីសហការនិងគួរតែប្រាប់ពីមូលហេតុដែលចង់ថតចំពោះចម្ងល់នៃកំហុសសមត្ថកិច្ចបានប្រាប់តាំងពីការឃាត់យានយន្តឲ្យឈប់ការប្រើទូរស័ព្ទដៃក្នុងពេលបញ្ជាយានយន្តមិនមែនសំដៅលើការប្រើប្រាស់ដោយការសន្ទនាទេព្រោះប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្នមានភាពទំនើបកម្មដែលមានកម្មវិធីជាច្រើន App សម្រាប់ប្រើប្រាស់លើកម្មវិធីទូរស័ព្ទដៃ Smartphone ដូចជា Telegram, WhatsApp, Messenger ជាដើមសូមជម្រាបថាពាក់ព័ន្ធទៅនឹងការបង្ហោះរូបភាពនិងជាមួយនឹងការសួរខាងលើនេះគឺនៅថ្ងៃទី21ខែធ្នូឆ្នាំ2021វេលាម៉ោង 14:30 នាទីកម្លាំងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍និងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌទូកោកបានចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍នៅចំណុចផ្លូវ614កែងនឹងផ្លូវ291សង្កាត់បឹងកក់ទី2ខណ្ឌទូកោករាជធានីភ្នំពេញ